អាយុដំអភិសន្តិបណ្ឌិតសម្ពោធស្នាក់ការលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណដោយបញ្ជាក់មហិច្ឆតាពង្រីកសេវាឲ្យកាន់តែគៀកនិងមានគុណភាពជូនពលរដ្ឋនាព្រឹកថ្ងៃទី6ខែមេសាឆ្នាំ2025នេះអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែសុនសុភីសសុខាបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសេវាលិខិតឆ្លងដែននៅផ្សារទំនើប Eon Mall មានជ័យក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញនេះជាទីស្នាក់ការទី7ហើយបន្ទាប់ពីក្រសួងបានដាក់ឲ្យដំណើរការស្នាក់ការនេះជាបន្តបន្ទាប់រួមមាននាយកដ្ឋានលិខិតឆ្លងដែនភូមិតាងើសង្កាត់និរោធខណ្ឌច្បារអំពៅសាខាលិខិតឆ្លងដែនផ្សារទំនើប Eon 2សែនសុខខេត្តបាត់ដំបងខេត្តកោះកុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងសាខាលិខិតឆ្លងដែនខេត្តសៀមរាបអាយុដំអភិសន្តិបណ្ឌិតបានគូបញ្ជាអំពីមហិច្ឆតាក្រសួងមហាផ្ទៃក្នុងការពង្រីកសេវាក្រមសមត្ថកិច្ចរបស់ក្រសួងឲ្យកាន់តែគៀកនិងមានគុណភាពជូនប្រជាពលរដ្ឋក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនផងដែរស្នាក់ការថ្មីនេះអាយុដំបានមានប្រសាសន៍ថាបានផ្ដោតលើសេវាដំបូងមានន័យថាប្រជាពលរដ្ឋគ្រប់អាយុស្នើសុំឬកាន់កាប់អត្តសញ្ញាណប័ណ្ណអាចមកស្នើសុំសេវានេះបានទី2សេវាទូទាយតាធ្វើឡើងវិញនិងទី3ពាក់ព័ន្ធការខូចឬលើសសុពលភាពក៏ដូចជាការទិន្នន័យមួយចំនួនដែលមានលក្ខណៈមិនសមស្របក្នុងគោលដៅដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋក្នុងការកែលម្អអាយុដំបន្តថាក្រៅពីសេវាដែលបានរៀបរាប់ទាំង3ខាងលើស្នាក់ការនៅ Eon 3នេះក៏បានរៀបចំសេវាមួយទៀតគឺសេវាលិខិតឆ្លងដែនដែលជារឿយៗក្នុងការដឹកនាំរបស់សម្ដេចមហាបវរធិបតីតែងតែចង្អុលបង្ហាញក្នុងគោលដៅដើម្បីផ្ដល់សេវាឲ្យគៀកនឹងប្រជាពលរដ្ឋដែលការងារនេះកាលពីចុងអាណត្តិទី6រហូតមកដល់ដើមអាណត្តិទី7យើងបានពង្រីកវិសាលភាពនៃការផ្ដល់សេវាទាំងនៅ Eon 2នៅសៀមរាបនិងនៅ Eon 3អាយុដំអភិសន្តិបណ្ឌិតបានឲ្យដឹងទៀតថាជារួមបើគិតពីមន្ត្រីរាជការធម្មតាគឺធ្វើការចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រប៉ុន្តែសម្រាប់នៅ Eon 3នេះគឺធ្វើការចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃអាទិត្យពេលល្ងាចមានន័យថាមន្ត្រីនឹងឈប់សម្រាកថ្ងៃច័ន្ទនិងថ្ងៃអង្គារដោយលើកថ្ងៃទៅផ្ដល់សេវាជូនប្រជាពលរដ្ឋនៅចុងសប្តាហ៍វិញដើម្បីឲ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាដែលនៅជិតភ្នំពេញដូចជាខេត្តកណ្ដាលកំពង់ស្ពឺកំពតនិងកែបអាចមកស្នើសុំសេវានៅថ្ងៃឈប់សម្រាកពីការងាររបស់ពួកគេជាថ្មីម្ដងទៀតអាយុដំក៏បានបង្ហាញពីការបដិញ្ញានិងបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការពង្រីកសាខានៅតាមខេត្តដែលមានតម្រូវការខ្ពស់និងនៅតាមការស្រង់មតិសំណូមពររបស់ប្រជាពលរដ្ឋគឺធ្វើយ៉ាងណាឲ្យសេវានៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃបានទៅគៀកនិងផ្ដល់ភាពងាយស្រួលជូនពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសូមបញ្ជាក់ថាស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងផ្ដល់សេវាលិខិតឆ្លងដែនស្ថិតនៅជាន់ទី3នៃផ្សារទំនើប Eon Mall មានជ័យចំពោះពេលវេលានៃការផ្ដល់សេវាចាប់ពីម៉ោង9ព្រឹកដល់ម៉ោង4ល្ងាចនិងពីថ្ងៃពុធដល់ថ្ងៃអាទិត្យឈប់សម្រាកថ្ងៃច័ន្ទនិងថ្ងៃអង្គារព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការពលរដ្ឋអាចទូរស័ព្ទសួរព័ត៌មានតាមលេខទូរស័ព្ទ077 517 776សម្រាប់ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងលេខ011 582 277សម្រាប់ទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែនសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងទៅកាន់លេខទូរស័ព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម1271រៀងរាល់ម៉ោងធ្វើការលើកលែងថ្ងៃឈប់សម្រាក